ហ្នឹងហើយថ្ងៃនេះខ្ញុំប្រាប់ពីរបៀប download e-sign សម្រាប់2026 e-sign អត់តបានអាប់ដេតlink ខ្ញុំដាក់ចូលក្នុងTelegram ក្រុមនេះ link យើង open វា Safari ចាំចូលក៏យើងចូល Safari ហ្នឹងហើយវាយើងចូលមកដំបូងគឺចឹងយើងអូសមកខមបន្តិចមកយើងចុច download DNS profile បើយើងវាចុច add វា load ពាណិជ្ជកម្មយើងចុច back មកយើងចុចភាសាទៀតទៅហើយចុច allow វាអូខេចឹងហើយយើងចូលមកនេះយើងមកនេះយើងចុចវាហើយយើង install វាមកយើងវាយលេខ code lock screen យើងមកយើងចុច install អូខេទៅប៉ុណ្ណឹងហើយតើមកយើងចូលមក Safari វិញយើងអូសមកក្រោមទៀតយើងធ្វើ down e-sign យើងចុចពេលខ្លះយើងចុចមកវា load ពាណិជ្ជកម្មហើយយើងលុបយើងខ្វែងទៅយើង back មកដល់ page ហ្នឹងវិញមកហើយយើងអូសមកអាយើងយកមានណាក៏បានដែរឲ្យទៅវាដើរយើង select មួយទៅបើវាអត់ដើរយើង select ថ្មីយើង install បើខ្លះយើង load ពាណិជ្ជកម្មយើងចុចបិទទៅយើងចុចភាសាទៀតដល់វាចេញអញ្ចឹងយើងចុច open ហើយយើង install វាហើយយើងចាំឲ្យទៅនេះវានៅក្រៅចេះអូខេវាចេញចេះយើងប្រើបានហើយនេះតែយើងត្រូវចូលមកនេះយើង back មកក្រោយទៅឲ្យយើងស្រួលរកយើងចូលមកនេះហើយយើងចូល general យើងអូសមក VPN និង device management មកយើងចុច trust អានេះយើងចុចមកគឺវា restart ម៉ាស៊ីនណាតែឥឡូវខ្ញុំចុចបិទ record វិញសិនតែចុចទៅគឺអត់ថតអត់ជាប់ទេគឺអត់បាន save អញ្ចឹងខ្ញុំ download វិញសិនហើយខ្ញុំចុចឲ្យលឺអូខេហ្នឹងហើយឥឡូវខ្ញុំមក device មួយទៀតដើម្បីថតយើងចុចអាហ្នឹងហើយយើងចុចឲ្យលឺនេះហើយវា restart ម៉ាស៊ីនណាព្រោះអាហ្នឹងតែយើងចុចallow ទៅវាគឺវាតម្រូវឲ្យយើង restart ទូរស័ព្ទមួយអូខេវានឹងបើកឡើងវិញមកនេះហើយមកយើងបើយើងទូរស័ព្ទនេះយើង swipe វាអូសឡើងបើខ្ញុំ SE ខ្ញុំចុច home ហើយខ្ញុំចុច install ហើយយើងវាយលេខកូដដៃទូរស័ព្ទយើងអូខេតើមកវាធ្វើនេះភាសាទៀតហើយអូខេនេះ e-sign ហើយអូខេយើងអូខេចុច agree មកអូខេហ្នឹងហើយចាំមើលបន្ទាប់ខ្ញុំនឹងប្រាប់ពីរបៀប clone ដូចជាខ្ញុំចូលចិត្ត clone eFootball វាមកតតដល់មកឡើយយើងមកមុន clone បានយើងត្រូវ download certificate វាសិនណាយើងចូលមក Safari វិញមកយើងដើម្បីយើង download certificate ដើម្បីយើងយកទៅប្រើប្រាស់នៅក្នុង e-sign ណាយើង scroll មកលើមកយើងឃើញទី2យើងចុចវាទៅហើយយើងចុច download ពេលខ្លះវា load advertise យើងចុចតាមមកក្រោយវិញមកហើយយើងចុចវាភាសាទៀតទៅវាឃើញ down ហ្នឹងហើយឥឡូវ
អានេះ down ហើយនេះហ្នឹងហើយយើងចូលទៅ e-sign យើងវិញមកហើយយើងដើម្បី import វាយើងចុចលើ tray 3ហ្នឹង import ហើយយើង back មកក្រោយយើង back មកដល់ download មកហើយយើងឃើញនេះមួយយើងចុចចូលហើយយើងចុចunzip វាដើម្បីវាហ្នឹងយើង unzip ហើយតែដំបូងមុនយើង select certificate យើងត្រូវចូលទៅមើលឈ្មោះprofile e-sign ឈ្មោះអីគេដែលយើងdown មកហ្នឹងយើងចូលទៅនេះមក setting លើ general ហ្នឹងយើងអូសមកខមរហូតដល់ VPN ហ្នឹងហើយចាំមើលយើងចាំឲ្យតិចមកហើយយើងចុចអាខមគេហ្នឹងមកយើងមើលឈ្មោះអញ្ចឹងយើងនេះShiba version 1 V1 អញ្ចឹងយើងចូលមក e-sign យើងវិញហើយយើង select នេះ Shiba យើងចុចV1 នោះនឹងយើងចុច import មកតែប៉ុណ្ណឹងហើយយើងចុច back ទៅហើយយើងទៅមើលកន្លែងcertificate យើងចុច setting មកយើងចុចមើលអានេះវាចេញ revoke ហ្នឹងតែយើងអាចប្រើបានណាវា expire 2028យើងដល់វាយើង install នេះ eFootball យើងចង់លេងច្រើន account សារនេះខ្ញុំ clone បាន2ហើយមួយទៀត game version ដំបូងយើងត្រូវចូលទៅ download IPA វាសិននេះ IPA ខ្ញុំដាក់នេះយកផាសចូល Chrome មកអូខេយើងវាចេញចឹងហើយយើងចុច down មកយើងអូសមកនេះយើងយកអាខមនេះអូខេចាំមើលចុច get download link មក closeហើយយើងចាំវាតិចទៅអូខេនេះយើងចេញហើយ download អូខេដល់ប៉ុណ្ណឹងមកយើងចុច save ហើយយើង save ចូលក្នុង file មកយើងចុចទៅពេលវាចាប់ផ្ដើមដល់ហើយនេះអូខេតែនេះដោយសារខ្ញុំ down ហើយអញ្ចឹងខ្ញុំអត់ down វាទៀតទេខ្ញុំ stop វាចោលតែពេលយើង down ពេញហើយយើងត្រូវចូលមកក្នុង e-sign ចូលមកក្នុង e-sign ដោយសារនេះខ្ញុំនេះវាចូលហើយវាឈប់ខ្ញុំលុបវាចេញសិនកុំឲ្យអ្នកនរគ្នាពិបាកយើងចុចមកយើងចុច import យើងចុច import ហើយយើងមកក្រោយវិញមកក្រោយអស់មកយើងស្រួលយើងចុចកន្លែង download អូខេហើយតើមកយើងនឹងឃើញយើង down ហើយនេះJP Economy ហ្នឹង .economy ហ្នឹងយើងចុច import មកហើយយើងចាំតិចទៅវាដល់ឲ្យចប់មកអានេះសាមមានខ្ញុំវាសាមវាមានហើយអញ្ចឹងខ្ញុំចុច override ក៏បានដោយសារមុនហ្នឹងខ្ញុំដាក់ចូលហើយខ្ញុំលុបដើម្បីធ្វើឲ្យអ្នកនរគ្នាមើលក៏ឲ្យងាយស្រួលយល់
Okay យើងចាំវាដើរមកតិចសិនទៅមកវាមិនគេឃើញចេះយើងចុចលើហ្នឹងទៅយើងចុចលើគេ signature វាមកយើងត្រូវដូរលើ app name ដោយសារខ្ញុំមិញ clone 2ហើយបើយើងអត់ទាន់ទេយើងដាក់លេខ1ទៅខ្ញុំដាក់លេខ3ហានេះយើងត្រូវដាក់លេខ3ចុងមួយទៀតអូខេហើយនេះយើងបើកហើយ certificate យើងselect អាហ្នឹងមកហើយយើងចុចវាទៅហ្នឹងហើយយើងដាក់ហើយយើងចាំវាបន្តិចទៅចាំវាដើរហើយពេលវាដើរចប់វានឹង install ហើយនេះយើងមើលអាខមនេះទៅនេះបាន30%វានេះហើយយើងចុច install នេះវាដើរមើលខមអូខេវា install ចប់សិនហ្នឹងឥឡូវវាចប់ហើយខ្ញុំចុចបើកមកអូខេហ្នឹងវា